ចានេះខ្ញុំពិតជាអរគុណមែនទែនដែលមួយចូលចិត្តកំងមិនអត់ខាងនេះខ្ញុំចាអូបងប្អូនថ្ងៃនេះគឺយើងបានពីរមុខចាដោយសារតែភ្ញៀវគាត់កំងបងប្អូនចាកំងមិនអត់សាច់មិនហើយនឹងជាមួយនឹងបុកអំបិលស្លឹកលីងលៀកបងប្អូនចាមានអីច្រើនទេគ្រឿងក្រិចយើងគឺមានតែប៉ុណ្ណេះបងប្អូនចាចិនបងវាដុតមិនទុកដាក់រួចស្រាប់ស្រួលសិនបងប្អូនចាមិនដុតគឺនេះខ្ញុំមកបំពងមិនបន្តិចមកបងប្អូនចាដោយសារតែមិននេះរាងធំដែរបងប្អូនចាគឺយើងញាត់គ្រឿងអីគល់ស្លឹកគ្រៃរំដេងខ្ទឹមសអីយើងដាក់គ្រឿងសាសូឌីប្រឡាក់ជាមួយនឹងមិនញាត់យើងដុតជាមួយនឹងអ្នកគល់ស្លឹកគ្រៃមិនរំដេងអស់ហើយបងប្អូនចាដុតមិនចិនក្រិនហើយក៏យើងចាប់ដើមយើងយកមកដាក់ស្ពៃក្តោបបងប្អូនអាចមានស្ពៃក្តោបមកគឺផុយល្អមែនទែនគេជាតិហើយមិនក៏អត់ខ្មៅដែរបងប្អូនចាហើយឡើងឈ្ងុយបងប្អូនចាកាលណាតែយើងធ្វើញាត់គល់លើក្រែងចេះទៅវាឡើងឈ្ងុយល្អបងប្អូនចាឥឡូវនេះបងប្អូនរួចម្សៅស៊ុបរ៉ូឌីពីលើមកដើម្បីឲ្យមានជាតិមានជៅអុយហូបទៅកាន់តែឆ្ងាញ់កាន់តែជាតិចាដោយសារនាងខ្ញុំកាន់ចេញវីដេអូវែងយូរហើយបងប្អូនចាថ្ងៃនេះមកចេញវីដេអូវែងម្ដងចានាងខ្ញុំខាន់ចេញវីដេអូវែងយូរហើយគឺចេញវីដេអូវែងម្ដងគឺរាំងនេះបន្តិចហើយបងប្អូនរាំងប្របានទេចាដោយសារខាន់បញ្ចូលសលេងយូរបងប្អូនក្លាប់តែផុសវីដេអូខ្លីចាយើងដាក់ដុតមិនទុកនេះក៏យើងចាប់បេះស្លឹកលីងលាក់មកបងប្អូនអូយស្លឹកលីងលាក់យើងគឺត្រូវការរៀងច្រើនបន្តិចចាដោយសារនេះខ្ញុំបុកអំបិលស្លឹកលីងលាក់រៀងច្រើនហ្នឹងបងប្អូនចាយើងបេះស្លឹកលីងលាក់មកចាមួយបាច់ធំមកចាស្លឹកលីងលាក់គឺយើងទិញមកផ្សារទាំងបងប្អូនបានជាដាំខ្លួនឯងបើតាមខ្លួនឯងគឺវាឈ្ងុយល្អបងប្អូនចាដោយសារស្លឹកលីងលាក់ដាំខ្លួនឯងគឺយើងអាចបាក់ប្រើជីបងប្អូនចាយើងប្រើតែអាចគួរអាចមិនទៅគឺល្អបងប្អូនចាឥឡូវនេះមើលមិនដុតវិញអូយបងប្អូនហើយស្ពៃក្តោបមើលទៅកពើក៏នៅបាយតងល្អហើយមិនក៏ចាប់ដើមក្រហមរែងនឹងខ្ញុំបវលបងប្អូនចាហើយមិនក៏ក្រហមល្អទៀតបងប្អូនដោយសារយើងបំពងជាមួយប្រេងឆាបន្តិចទៅគឺវាឡើងក្រហមបងប្អូនចាដោយសារយើងប្រឡាក់ទឹកស៊ីអ៊ីវទឹកអុយប្រេងខ្យងឲ្យផងបងប្អូនចាឥឡូវនេះបងប្អូនយើងមើលប្លែនលក់វិញនេះប្លែនលក់បុកអំបិលក្រហមបុកអំបិលស្លឹកលៀងបងប្អូនអូយត្រួយតលងលហុងននងលពៅលហុងអូមិនចាប់ចាគឺនាងខ្ញុំដាក់ទាំងអស់បងប្អូនចាឲ្យតែមានចាប៉ពាយប៉ប៉ាំងគឺដាក់ទាំងអស់ហ្នឹងបងប្អូនហើយស្ពៃក្តោបត្រាប់ស្ងោត្រាប់អុយគឺរៀបចំដាក់មកចាដោយសារយើងរៀបស្លឹកបុកលីងលាក់គឺយើងត្រូវតែមានប្លែប្លោកច្រើនហ្នឹងបងប្អូនចាបើយើងហូបទៅក៏តំណងឆ្ងាញ់សាហាវបងប្អូនចានេះយើងរៀបដាក់បែបនេះមកអូមកប្រអប់នេះបងប្អូនមកឈុតតែ30000ទេណាបងប្អូនបុកមើលស្លឹកលីងលាក់ចាយើងកប៉ិកពុកខ្ញុំយើងថាបានចឹងបងប្អូនចំណេញញ៉ាំច្រើនតិចតួចញ៉ាំមកឈុតយើងបានមក10000ថ្លៃយើងធ្វើគឺអស់កម្លាំងក្រិនដែរបងប្អូនអើយចាឥឡូវយើងចាប់ដើមមើលមិនដុតអូជាតិសាហាវបងប្អូនមើលមិនដុតឬហើយយើងមកចាប់ដើមមើលត្រីអណ្ដែងវិញបងប្អូនយើងចាប់ដើមបេះត្រីអណ្ដែងមកចាត្រីអណ្ដែងវិញខ្ញុំអាល់ក្រហមរែងស្ងួតរើបងប្អូនដើម្បីធ្វើបុកស្លឹកលាក់អូយបន្ទាប់ទៀតគឺយើងចាប់ដើមមកលីងម្ទេសហ្នឹងបងប្អូនចាម្ទេសយើងអាតុលាធំចាទុំលាខៀវបងប្អូនអើយចាបុកអំបិលលីងលាក់ទៅលាម្ទេសចាឆ្ងាញ់បងប្អូនចាអត់ហឹលក៏អត់ឆ្ងាញ់មកហឹលមកល្មមគឺឆ្ងាញ់បងប្អូនលើចាប់ដើមធ្វើការរៀបចំគ្រឿងដាក់ដើម្បីបុកបងប្អូនចាគ្រឿងក្រិចយើងដាក់ខ្ទឹមសម្ទេសលីងម្ទេសអុយខ្ទឹមសគឺយើងអាំងបងប្អូនចាគឺឆ្អិនបងប្អូនយើងលីងជាមួយនឹងអំបិលអុយគឺលីងលាខិនតិចមកចាប៊ីចេងគឺយើងអត់លីងទេបងប្អូនអើយចាយើងថែមស្ករថែមអុយមួយយើងបុកប៉ាន់លីគ្នាតែម្ដងចាឥឡូវនេះខ្ញុំចាប់ដើមដាក់ស្លឹកលីងលាកចូលចាដោយសារគ្រឿងក្រៀមយើងបុកម៉ត់ហើយដាក់ស្លេងលាកចូលមកអូបងប្អូនស្លេងលាកតែយើងដាក់តិចពីក៏អត់សូវឆ្ងាញ់ដែរបងប្អូនណាដោយសារតែអញ្ចឹងបានយើងហៅបុកស្លេងលាកបងប្អូនអើយនេះទំនងឡាបុកលាករៀងម៉ត់គ្រាន់នេះគេចាប់ដើមដាក់ត្រីដែងបងប្អូនអូយត្រីដែងយើងអាំងស្ងួតជ្រឹះល្អអញ្ចេះបងប្អូនអើយបុកទៅក៏ស្ងួតល្អមែនទែនចាឥឡូវយើងបុកប៉ាន់ឲ្យសព្វមកដើម្បីយើងយកទៅបាទៅដាក់ឲ្យភ្ញៀវហូបបងប្អូនអើយនេះភ្ញៀវដែលទៅបានហូបណាបើថាចង់ធ្វើចង់រៀនតាមវីដេអូអាចមើលតាមវីដេអូនេះខ្ញុំបានចាបុកអំបិលស្លេងលាកធ្វើយ៉ាងម៉េចបងប្អូនមើលតាមនោះទៅដឹងបងប្អូនចាឥឡូវនេះវីដេអូយើងក៏ដល់ទីបញ្ចប់ហើយចានេះជាក្រោយខ្ញុំសូមអរគុណសូមជម្រាបលា